ជាថ្មីម្ដងទៀតរដ្ឋមន្ត្រីអឺរ៉ុបនិងការបរទេសបារាំងលោក Jean Noël Barrot បានចេញសេចក្តីថ្លែងការណ៍ជុំវិញការបន្តរីករាលដាលចំនួនប្រដាប់អាវុធនៅតាមតំបន់ព្រំដែនកម្ពុជាថៃក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី24ខែធ្នូឆ្នាំ2025នេះលោក Jean Noël Barrot បានអំពាវនាវដល់សមាភិកីកម្ពុជានិងថៃត្រូវតែសម្រេចឲ្យបាននៅបទឈប់បាញ់បន្ទាន់មួយដោយសារតែចំនួនមួយនេះបានបង្កឲ្យមានការជម្លៀសប្រជាជនប្រមាណ1លាននាក់រួចទៅហើយនៅចំពោះមុខស្ថានភាពដ៏តានតឹងខ្លាំងរដ្ឋមន្ត្រីការបរទេសបារាំងរូបនេះបានសង្កត់ធ្ងន់ថាគឺមានតែការចរចាដោយសន្តិវិធីទេទើបអាចនាំមកសន្តិភាពមួយប្រកបដោយភាពត្រឹមត្រូវនិងចីរភាពបានដោយឡែកទីក្រុងសេអ៊ូលតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោក Phak Il នៅថ្ងៃអង្គារទី23ធ្នូក៏បានជំរុញឲ្យកម្ពុជានិងថៃចរចាដើម្បីដោះស្រាយការវាយប្រយុទ្ធគ្នានៅតាមព្រំដែនដែលកំពុងកើនឡើងខ្លាំងអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងរូបនេះក៏បានស្វាគមន៍ចំពោះកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី22ធ្នូកន្លងទៅដើម្បីស្វែងរកដំណោះស្រាយក្នុងបញ្ហាព្រំដែនប្រទេសនៃសមាជិកអាស៊ានទាំងពីរនេះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលហាក់បរាជ័យក្នុងការស្វែងរកដំណោះស្រាយបន្ទាន់ក្នុងការបញ្ឈប់អារេភាពនៃចំនួនព្រំដែនកម្ពុជាថៃគូបញ្ជាក់ថាបើគ្មានអ្វីប្រែប្រួលទេកម្ពុជានិងថៃនឹងមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ឡើងវិញក្នុងថ្ងៃទី24ខែធ្នូឆ្នាំ2025នេះដើម្បីចរចាគ្នាឆ្ពោះទៅរកបទឈប់បាញ់បន្ទាន់មួយតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរកិច្ចប្រជុំនេះនឹងចាប់ផ្ដើមពីថ្ងៃទី24ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ថៃនៅតែបន្តរក្សាលក្ខខណ្ឌចំនួន3ដដែលរួមមានកម្ពុជាត្រូវតែប្រកាសបទឈប់បាញ់មុនបញ្ចប់រាល់ទង្វើអារេភាពនៅតាមព្រំដែននិងត្រូវសហការគ្នាក្នុងការបោះសម្អាតមីនក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យលោកស្រីម៉ាលីសុជាតាបញ្ជាក់នៅព្រឹកថ្ងៃទី24ធ្នូនេះថាយោធាថៃនៅតែបន្តការបាញ់ប្រហារនិងទម្លាក់គ្រាប់ផ្លោងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយមិនរើមុខមិនថាជាទីតាំងរបស់ជនស៊ីវិលកម្ពុជាតាមលោកស្រីម៉ាលីសុជាតានៅម៉ោង10ព្រឹកនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T50 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលក្នុងភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងទីតាំងមានប្រជាជនស៊ីវិលកំពុងរស់នៅក្នុងរយៈពេល17ថ្ងៃសង្គ្រាមតាមព្រំដែនកម្ពុជាថៃបានបណ្ដាលឲ្យស្លាប់ជនស៊ីវិលកម្ពុជាចំនួន21នាក់របួស83នាក់និងមានជនភៀសសឹកជាង540000នាក់គិតត្រឹមថ្ងៃទី23ខែធ្នូឆ្នាំ2025